ลูกโดนัลด์ทรัมป์បាននិយាយថាកិច្ចព្រមព្រៀងរវាងរុស្ស៊ីនិងអ៊ុយក្រែនកាន់តែខិតជិតមកដល់បន្ទាប់ពីមានការពិភាក្សាថ្មីនៅវិមានក្រំឡាំងបាននិយាយថាប្រធានាធិបតីរុស្ស៊ីលោកពូទីនកាលពីថ្ងៃសុក្របានពិភាក្សាអំពីលទ្ធភាពនៃកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននៅក្នុងជំនួបជាមួយបេសកជនសហរដ្ឋអាមេរិកខណៈដែលលោកដូណាល់ด์ត្រាំអះអាងថាភាគីជម្លោះទាំងពីរខិតកាន់តែជិតដល់កិច្ចព្រមព្រៀងក៏ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនហ្សេឡិនស្គីបានច្រានចោលជាថ្មីម្ដងទៀតនៅការលើកឡើងដែលថាអ៊ុយក្រែនបោះបង់ចោលតំបន់គ្រីមេខណៈដែលកិច្ចពិភាក្សារវាងលោកពូទីននិងបេសកជនសហរដ្ឋអាមេរិកគឺលោក Steve Witkoff បានធ្វើឡើងបន្ទាប់ពីឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ីម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកបំផ្ទុះរថយន្តនៅខាងក្រៅទីក្រុងមូស្គូដោយទៅដល់ទីក្រុងរ៉ូមប្រទេសអ៊ីតាលីកាលពីល្ងាចថ្ងៃសុក្រដើម្បីចូលរួមពិធីបុណ្យព្រះសពរបស់សម្ដេចប៉ាហ្វ្រង់ស៊ីសលោកដូណាល់ด์ត្រាំបាននិយាយថាវាជាថ្ងៃល្អសម្រាប់កិច្ចពិភាក្សានិងកិច្ចប្រជុំជាមួយរុស្ស៊ីនិងអ៊ុយក្រែនលោកបានបង្ហោះនៅលើវេទិកាសង្គម Truth Social របស់លោកថាវាខិតកាន់តែជិតដល់កិច្ចព្រមព្រៀងមួយហើយភាគីទាំងពីរគួរតែជួបគ្នាក្នុងកម្រិតខ្ពស់បំផុតដើម្បីបញ្ចប់លោកត្រាំដែលបានគម្រាមដើរចេញពីការប្រឹងប្រែងសន្តិភាពប្រសិនបើលោកមើលមិនឃើញមានវឌ្ឍនភាពឆ្ពោះទៅរកបទជបាញ់បាននិយាយថាចំណុចធំភាគច្រើនត្រូវបានគេព្រមព្រៀងទោះបីជាយ៉ាងណាក៏ដោយជំនួយការរបស់វិមានក្រំឡាំងលោក Yuri Yuzaker បាននិយាយថាលោក Witkoff នៅលោកពូទីនមានការសន្ទនាស្ថាបនារួមទាំងការពិភាក្សាអំពីលទ្ធភាពនៃការបន្តចរចាដោយផ្ទាល់រវាងទីក្រុងគីវនិងទីក្រុងមូស្គូ